รถตามรถตามเอ้ยรถตามเอ้ยเดี๋ยวตีเลยเอ้ยโย่เราบางโตตะมุกเลยไหลตะเจ้าสุดท้ายบางคนตักนี้ย้อมตรีไทยคือเชียนเนี่ยบอมราคาในคาร์ซาดำเนินนี้ตั้งปีพนามพรผมบูรณาการสับผมบูรณ์ก่อนมาตั้งย้อมมาปีตะโมมพัดคือย้อมสู่การในส่วนสับนนตมานี้ตั้งปีพนามพรผมบูรณาการสับแรมการมวลตะโมมพัดคือย้อมโจมมาดาวขนมส่วนนี้คือย้อมบ้านมวลตะโมมพัดคือจิตได้วอร์มาร์กิขนมมวยมาร์กิบ้านตีปอนปรามรอยตีปอนปรามรอยไอ้ต่อน้องน้อยขยมกับบ้านโจบ่มเวกาซีไงคือขยมตัวบ้านประขนมมวยไงที่เอาใบปอนเรียนไอ้ใบปอนเรียนกันนั่นคือหกใบครูนไอมีในท่ายืนติงเยอะวิกใบเยอะมาหกครูนไอได้ครูนไอถึงออกไอ้ขนมเปียโนคือความรักยังซีไงบ่ร่อมบ่ยืนตัวบุกน้องบ่ยืนคือจองบอมราการจมูกหนึ่งขนมส่วนสามนี่ยีจำตัวดูบางคนตักที่บ้านตลอดคือเนื้อขนมวิตาบอกยังไงคือตัวบุกน้องบอกยังนั้นคือจองบอมราการในขนมส่วนสามขนมตัวนี้เป็นมวยจีบันบ่ากากระไดบองปัตตาพวกยังก็บ้านช่วยการโหดตลอด30 ឆ្នាំมันทำได้ตั้งที่การปรามมาโหดตลอดปีนี้คือปีก่อนมาปีปรามยังยืนช่วยการบ้านครับยังช่วยบ้านดอลtừ 30 ឆ្នាំไอ้ពេលដែលខ្ញុំចាប់ដើមចូលបម្រើការជាមួយនឹងសត្វនេះគឺខ្ញុំបានធ្លាប់មើលជាមួយនឹងសត្វស្លាបនៅក្នុងដងព្រេងខ្ញុំធ្លាប់មើលជាមួយខ្លាខ្ញុំធ្លាប់មើលជាមួយនឹងខ្លាឃ្មុំហើយបន្ទាប់មកក្នុងថ្ងៃទី23 ខែ 7 ឆ្នាំ 2020 សំទុក 1999 Lucky នឹងបានមកដល់ Lucky ដោយសារការជួយសង្គ្រោះ Lucky នឹងបានមកដល់នៅក្នុងតំណែងហើយមកដល់នោះគឺធម្មតានេះមកដល់ពេលយប់ក៏ប៉ុន្តែខ្ញុំដោយសារខ្ញុំគឺជាមនុស្សមួយដែលធ្វើការនៅនឹងផងដេកនៅក្នុងតំណែងដែរអញ្ចឹងក៏បានជួបជាមួយនឹង Lucky ហ្នឹងខ្ញុំក៏ឃើញទៅវានឹងហេវឃ្លានខ្លាំងណាស់អញ្ចឹងខ្ញុំក៏បានផ្ដល់ទៅដោះគោកាលសម័យនោះគឺយើងអត់ទាន់មានទៅដោះគោអីឲ្យមិនសាយទៅដោះគោអីឲ្យហើយក៏គ្មានទីផ្សារធំដុំច្រើនដែរខ្ញុំធម្មតានៅលើក្នុងនេះមានតែទៅដោះគោហៅថាទៅដោះគោដូចជារូបកូនក្មេងឬក៏រូបកាជួយខ្ញុំភ្លេចបាត់ហើយក៏ប៉ុន្តែខ្ញុំទិញយកមកហើយដាំទឹកលាយធ្វើជាទៅដោះគោឲ្យផឹកបើបានតែម្ដងគាត់វាចាត់ទុកខ្ញុំធ្វើជាដូចជាម្ដាយរបស់វាអញ្ចឹងតាមខ្ញុំរហូតហើយក្រោយមកទៀតដោយឃើញបែបនេះលោកប្រធានសួនសត្វភ្នំតាម៉ៅគាត់បានគិតថាខ្ញុំអាចថែរក្សានិងមើលកូនតម្រៃនេះបានដូច្នេះគាត់ក៏បានផ្ដល់ទូនទីនេះមកខ្ញុំហើយសូមជម្រាបផងដែរក្នុងពេលនោះគឺខ្ញុំបានការបំរើដោះកូនតម្រៃឈ្មោះ Lucky នេះកាលហ្នឹងគឺនិយាយចំទៅយើងគ្មានកាលហ្នឹងសម័យក្រនិយាយចំក្រគឺពិបាកអូខ្ញុំភ្លេចប្រាប់ក្នុងឆ្នាំ 1996 ខ្ញុំចាប់ដើមចូលស៊ីប្រាក់ខែរបស់រដ្ឋបាលព្រៃឈើហើយកាលនោះខ្ញុំយើងបានប្រាក់ខែ 60,000 រៀលបាទ 60,000 រៀលកាលក្នុងឆ្នាំនោះហើយឥឡូវយើងនិយាយពីរឿងប្រវត្តិ Lucky បន្តទៀតកាលសម័យហ្នឹងនិយាយចំទៅ Lucky យើងវាអត់ទាន់ចេះស៊ីអីទាំងអស់គឺដោយសារអាយុវាប្រហែលជានឹង6 ខែតូចបាទតូចមែនតើដែលដូច្នេះយើងបានខ្ញុំបាន
បបហើយយើងមានភាសាត្រគូដូចមិនអញ្ចឹងក្នុងមួយថ្ងៃមួយកំប៉ុងសម្រាប់បំបៅវាហើយយើងបបមួយឆ្នាំងធំដោយជាទូទៅកាលហ្នឹងយើងអត់មានចក្រានហ្គាសមានអីត្រឹមត្រូវទេហើយនៅថែរក្សាក៏មិនមានច្រើនដែរគឺមានតែខ្ញុំមួយគត់ដែលមើលដំណៃនេះទាំងយប់ទាំងថ្ងៃបើយប់ខ្ញុំចង់រឹងដេកនៅក្បែរពេលថ្ងៃក៏ខ្ញុំនៅក្បែរសូម្បីតែពេលដែលខ្ញុំចេញទៅរកអស់ដើម្បីយកមកដុតបំបាក់បបក៏វាទៅតាមទៅណាគឺទៅតាមគ្រប់ពេលសូម្បីតែខ្ញុំទៅផ្ទះក៏ខ្ញុំយកទៅតាមដែរអ្នកភូមិខ្ញុំតែងតែដឹងឲ្យតែពេលខ្ញុំទៅភូមិជួបអ្នកភូមិខ្ញុំតែងតែសួរថាលាក់ទីឥឡូវប៉ុណ្ណាហើយអីហើយអញ្ចឹងណាព្រោះដោយសារកាលនោះគាត់ធ្លាប់ឃើញខ្ញុំនឹងយកតម្រៃនឹងទៅដល់ផ្ទះលេងនៅផ្ទះអញ្ចឹងទៅហើយពិបាកនិយាយចំការពិបាករបស់ខ្ញុំគឺពិបាកខ្លាំងមែនតើការបំរើនៅពេលនោះគឺដោយសារយើងរវល់ខ្លាំងពិបាកនៅក្នុងការសម្រាកពិបាកក្នុងការគេងហើយសូម្បីតែបបរៀបចំចំណីអាហាររបស់វាហ្នឹងក៏យើងពិបាកដែរដោយសារតែជាពិសេសគឺនៅរដូវវស្សាភ្លៀង7ថ្ងៃ7យប់អីហ្នឹងគឺចប់ហើយបបតាំងពីព្រឹកធម្មតាខ្ញុំដេកនៅហ្នឹងអញ្ចឹងខ្ញុំបបតាំងពីម៉ោង6រហូតដល់ម៉ោង10ពី10អីបានចិនក៏មានតែធ្វើដេសានៅភ្លើងហុយហើមហ្នឹងហើយសម្រាប់លាគីហើយនិយាយរឿងប្រវត្តិវាវិញបាត់ខ្ញុំអត់បានគឺស្រែកយំគ្រប់ពេលបើសិនជាខ្ញុំនាំវាមកលេងទឹកបើសិនតែខ្ញុំលឹបទឹកបាត់លាគីនឹងស្រែកជុំពេញក្នុងទឹកហ្នឹងហើយខ្ញុំហែលឆ្លងពីច្រាំងមួយទៅច្រាំងមួយលាគីតែស្រែកទៅស្រែកតាមដែរលាគីនេះគឺជាប្រវត្តិដំរីមួយដែលកំសត់ហើយកំព្រាម្ដាយដោយសារតែការបរបាញ់អ្នកប្រមាញ់បាញ់ម្ដាយវាឲ្យស្លាប់ដើម្បីចង់បានកូននឹងយកទៅខ្ញុំអត់ដឹងថាគឺយកទៅលក់ឬក៏យកទៅបែបមិនទេក៏មិនតែលាគីនេះគឺជាកូនដំរីមួយដែលកំព្រាម្ដាយដោយសារតែអ្នកប្រមាញ់បាញ់ម្ដាយវាឲ្យស្លាប់បងប្អូនទាំងគ្នានៅពេលដែលនាងចាប់បានកាន់តែធំមែនតើបើរហូតដល់ក្នុងមួយថ្ងៃ50ទៅ60លីត្រមិនធម្មតាទេហើយរយៈពេលដែលវាបើគឺ4ឆ្នាំពេញវាអត់ព្រមចង់ស៊ីអីព្រោះដោយសារនឹងវាគិតថាបបវាមានជាតិឆ្ងាញ់ជាងចំណីផ្សេងជាធម្មតាបងប្អូនទាំងគ្នាដំរីដែលរស់នៅជាមួយនឹងមនុស្សវាអត់មានអ្នកបង្រៀនវាចេះស៊ីអញ្ចឹងការបំបើគឺរៀងរយៈពេលយូរបើដំរីដែលរស់នៅជាមួយនឹងមានម្ដាយជាមានក្រុមរបស់វាឆាប់បានចេះស៊ីទេព្រោះដោយសារតែមានគ្នាវាបង្រៀនឲ្យចេះស៊ីម្ដាយរបស់វាបង្រៀនឲ្យចេះស៊ីអញ្ចឹងរយៈពេលដែលវាចេះស៊ីល្អមែនតើគឺ4ឆ្នាំ2ឆ្នាំគឺវាចេះបាត់ហើយថាដល់ពេលឡើយនេះបើរហូតដល់4ឆ្នាំនៅពេលនោះគឺខ្ញុំចាប់ដើមកាត់បន្ថយម្សៅទៅដល់គូបន្តិចម្ដងអញ្ចឹងទៅហើយខ្ញុំតែងតែបោចស្មៅបោចអីចឹងហុចឲ្យវារៀនវាស៊ីទៅបាទយើងអាចកាត់បន្តិចម្ដងវាមានអារម្មណ៍មួយហេវវាចង់រកស៊ីដែរអញ្ចឹងបានអាចផ្ដាច់វាបានហើយនៅពេលនេះអាយុវាបាន26ឆ្នាំហើយបងប្អូនទាំងនេះហើយខ្ញុំយកថ្ងៃទី23ខែ7ជារៀងរាល់ឆ្នាំគឺជាថ្ងៃខួបកំណើតរបស់វាជាថ្ងៃដែលលាគីមកដល់អញ្ចឹងខ្ញុំយកថ្ងៃនោះគឺជាថ្ងៃខួបកំណើតរបស់វាបងប្អូនទាំងគ្នាលាគីនឹងបែកពីខ្ញុំនៅក្នុងពេលឆាប់ខាងមុខនេះគឺក្នុងថ្ងៃទី30ខែ6នេះឯងអញ្ចឹងយើងនៅជាមួយគ្នាយូរដែរហើយអញ្ចឹងរយៈពេលដែលយើងនៅជាមួយគ្នាដូចជា26ឆ្នាំអញ្ចឹងរយៈពេលនេះគឺជាអនុស្សាវរីយ៍មួយដ៏ធំធេងអនុស្សាវរីយ៍មួយដ៏ជូរចត់សម្រាប់ការថែទាំកូនសត្វមួយនេះហើយក្នុងថ្ងៃទី30ខែ6នេះខ្ញុំនឹងបែកពីលាគីដោយមិនមានឱកាសថែរក្សាឬក៏នៅជាមួយលាគីបន្តទៀតទេខ្ញុំបានលាឈប់ពីការងារហើយបាទអរគុណបងប្អូនទាំងគ្នាដែលបានទស្សនានិងតាមដានវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់អរគុណសូមជម្រាបលា